មេការសំណង់អភ័ព្វស្នេហ៍ឯងហើយមិនគួរណាឯងអាយុខ្លីចោលខ្ញុំសោះខឹងប្តឹងធ្វើការសំណង់មួយគ្នាសុកខឹងប្តេកតិចតួចទៅយកសំង2គីឡូលេបផ្ដាច់ជីវិតសំណាងចេះខ្ញុំឃើញតន់អត់ដឹងដេកឲ្យប្រពន្ធមកយប់អត់ដឹងតែប្រពន្ធលេបសំងព្រលឹមឡើងស្ទាបពោះបេតុងសុតជួលជាងស្វានឲ្យគេស្វានយកបេតុងចេញអស់រស់មួយសាទៅលើកទី2សម្រាប់ខ្លួនទៀតខឹងប្តីយកដេកគោល5ហ៊ុនកន្លះគីឡូលេបចូលរំពោះបាត់ចាប់ហែកមាត់មកខ្ញុំឃើញតន់ចាប់ហែកមាត់ចងខ្សែមួយដែលឆក់សក់យកអស់វិញលើកក្រោយងាប់តបាន3ដងអត់ទៅចូលក្នុងម៉ាស៊ីនក្លុកដេកនៅក្នុងព្រលឹមឡើងអាមួយបច្ឆេម៉ាស៊ីនមានអីម៉ាស៊ីនក្លុកបេតុងនោះទួកនៅនោះចឹងបាទថាវាបាក់សពថ្ងៃមានកូនប្រុសមួយកំពុងតែខំប្រឹកប្រែងបង្រៀនវាឲ្យចេះរៀបឥតអាចើមវើអាចើមហើយអីពុកនេះឯងទៅមកណាលួចមើលគេរៀនអូឯងទៅលួចមើលគេរៀនអសរអានឹងខូចខ្លួនអត់ខូចខ្លួននេះមិនសមរៀនគេឃើញគេរៀនលុយការងារឯងលើគ្មានអីក្រៅពីព្រលឹមឡើងលីសំង2បើឡើងលើជាន់ទី7វាអត់ចេះខុសទេទៀតហើយអត់មានកម្មករផងហ្នឹងអត់ការងារធ្វើឯងស្មាននឹងម៉ែថ្មតែរៀបអត់ទេបាច់រៀនបាច់សូត្រអីទេការងារឯងដឹងថាអនាគតទៅនឹងរៀបអត់ហ្នឹងហើយអូចឹងបាច់រៀនអីចឹងបាច់រៀនបាច់សូត្រអីតាមអញបាទកុំឲ្យដាច់ពូជចឹងកោតមកកុំអុយខុសគេខុសឯងវាបាទសងគុណឪពុកម្ដាយសងគុណយ៉ាងការងារចឹងបាទថ្ងៃទៅរៀនមកប្រយោជន៍រៀនខ្ជិលមនុស្សតើខ្ញុំសងទៅរួចចឹងរកស៊ីចឹងខ្ញុំក៏កម្មករខ្ញុំជាងខ្ញុំសាក្មេងៗវាស្រួលប្រើវាហ៊ានតមាត់ទេបើទៅជួលមនុស្សធំកម្មករថ្ងៃ15000ជួលក្មេងៗថ្ងៃ7000ហ្នឹងអដាច់ឆាល់ដាច់កតុយរកស៊ីចឹងយេបញ្ញាប់ឡើងយន្តហោះទៅធ្វើស្រែអូយខ្ញុំមកហើយឯងម៉េចរាល់ថ្ងៃរយៈកាលកន្លងមកខ្ញុំគិតស្មានតែត្រូវឯងហើយត្រូវស្អីគេវាត្រូវដែរត្រូវចំអាកន្លែងខុសហ្នឹងណាខុសធ្ងន់ណាស់ម៉ាក់វាម៉ាក់វាថ្ងៃហ្នឹងក៏សប្បាយចិត្តមែនហៅដល់ម៉ាក់វាឯងដឹងអត់យើងរាល់ថ្ងៃគិតតែពីសបាយឲ្យកូនជួយរកចំណូលចូលថវិកាគ្រួសារឯងដឹងមិនទេវាខុសណាស់ណាចុះខុសស្អីទៅយាយមិនខុសមិនយើងអត់សម្លឹងទៅដល់អនាគតវែងឆ្ងាយដូច្នេះយុគមិញខ្ញុំប្រមូលតាំងពីសាស្ត្រាចារ្យអតីតកាលប្អូនបច្ចុប្បន្នកាលអនាគតលោកតាអនាគតមកប្រមូលជួលគ្នាកិនជាស្រូវហើយអាម៉េចកាន់ជាស្រូវនេះនិយាយស្អីដល់អាខួរក្បាលខ្ញុំអាប់ដេតឃើញថាយើងប្រើក្នុងបច្ចុប្បន្នវាអត់ទៅនឹងអនាគតទេតែចាប់ពីថ្ងៃនេះទៅឯងដឹងមិនទេម៉េចឯងគឺថាខ្ញុំត្រូវតែបញ្ឈប់ប្រើពលកម្មរបស់កូនយើងមិនឲ្យទៅជួយរកចំណូលនឹងធ្វើការរកស៊ីចំពោះគ្រួសារទៀតទេចាគឺឲ្យគេទៅរៀនចាណាចាហ្នឹងហើយហោចណាស់ក៏យើងបានចូលរួមលុបបំបាត់ពលកម្មកុមារណាយើងសហការនឹងរួមចំណែកជាមួយរាជរដ្ឋាភិបាលមិនចឹងលុបបំបាត់ពលកម្មកុមារចាពួកវាឯងដឹងឯងរាជរដ្ឋាភិបាលណាដែលមានសម្ដេចអគ្គសេនាបតីតេជោហ៊ុនសែនណាជាប្រមុខនោះហ่ะលោកបានបដិញ្ញាថាលុបបំបាត់ពលកម្មកុមារណែក្នុងតម្រង់ធ្ងន់ធ្ងរឲ្យអស់ក្នុងឆ្នាំ2016ខាងមុខនេះហ่ะឯងម៉ែវាមានការយល់ដឹងច្រើនខ្ញុំចឹងខ្ញុំឯងដឹងទេឯងណាក្នុងខេត្តកំពតណាជាខេត្តគំរូលេខ1ក្នុងការលុបបំបាត់អំពើពលកម្មកុមារណាចាការដ្ឋានស្រែអំបិលនៅក្នុងឆ្នាំ2011នេះឯងជាពិសេសខេត្តបន្ទាយមានជ័យណាអាជ្ញាធរនិងប្រជាពលរដ្ឋនៅទីនោះបានឯកភាពលុបបំបាត់អ្នកពលកម្មកុមារដែលអស់ប្រទេសនេះឲ្យផុតពីក្នុងឆ្នាំ2012នេះដែរឯងនៅ
មានខេត្តមួយទៀត មានស្អី កែប ខែកែប ហ្នឹងហើ អូ យ ហ្នឹងហើយ អាញាធើ ចា ណាប្រជាពលរដ្ឋបដិញ្ញាលុបបំបត្តិពលកម្មកុមារណានៅក្នុងឆ្នាំ2012យើងសហការរីករាយជាមួយនឹងរដ្ឋាភិបាលលុបបំបត្តិពលកម្មកុមារឲ្យអស់អាលីងឆេងហ្មងណាអាលីងឆេងក្នុងឆ្នាំ2016នេះឯងខាងមុខនេះ ចាក្រោមការដឹកនាំរបស់សម្ដេចតេជោណាឯងណានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកតែងតែបានគិតគូរខ្ពស់ដល់ការអភិវឌ្ឍណារបស់កុមារក្នុងការដឹកនាំអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យផ្សារភ្ជាប់ជានិច្ចជាការជាមួយបុព្វហេតុកុមារណាណែលោកក៏បានជួយឧបត្ថម្ភដល់កុមារក្រីក្រកុមារកំព្រាកុមារពិការណាឯងយល់ទេណាជួយគ្រប់ទីកន្លែងណាឯងណែទុកលំបាកវេទនារបស់កុមារកំព្រាកុមារក្រីក្រកុមារពិការគឺជាទុកលំបាកសម្ដេចនាយករដ្ឋមន្ត្រីនិងលោកជំទាវអតិព្រឹទ្ធបណ្ឌិតចាម៉ែវាដោយសារចំណេះដឹងយើងមិនសូវចេះដឹងណាអញ្ចឹងយើងត្រូវតែបញ្ជូនបុត្រធីតាទាំងមួយធ្វើហើយមួយធ្វើហាទៅចូលសាលាណាទោះបីជាយើងមានការលំបាកណាចាឲ្យគេបានរៀនសូត្រហ្នឹងដើម្បីយកចំណេះដឹងណាអញ្ចឹងរៀនហើយឥឡូវឯងដឹងអត់ដឹងអីបងវ៉ាថ្ងៃនេះរបស់អ្វីគោទំនើបប៉ុន្តែសំខាន់កូនយើងចេះទេម៉ែវាអូនសម្លាញ់អូនសម្លាញ់និយាយរឿងហ្នឹងខ្ញុំនឹកឃើញរឿងមួយហ្នឹងហើយមកពីឯងអត់ចេះអារឿងស្អីគេអីលុយនោះស្អីគេថ្ងៃភាសាចូលផ្សារទំនើបហ្នឹងអាភាសាអង់គ្លេសគេថាព្រីហ្នឹងហើយពីអ្នកម៉ែវាឯងមិនចូលផ្សារទំនើបអូយខ្មាស់គេចូលអង្គុយតុកពឹបស្មានតែគេដាក់បាយព្រីមានណាគេលើកព្រីដោតឌុយមកឲ្យខ្មាស់គេទៅងាប់អូយខ្មាស់គេអត់ចេះអង់គ្លេសបាហេតុតែមិនចេះចឹងបានខ្មាស់គេហ្នឹងថ្ងៃមុនក្មេងមួយអូនឯងដឹងមិនហ៎មិនឯងមិនI love you ឯងវាអត់ចេះអង់គ្លេសថាអូអាយុហ្នឹងវាលើបអាជើងយូរបន្តិចហើយអូយខ្មាស់គេឥឡូវចេះមានតែជំរុញកូនឲ្យទៅរៀនទេណាឯងណាចាឯណាវាទៅណាអូអាចួកូនម៉ែមកកូនអូគេតនុយល្អណាស់ជំរាបសួរពុកជំរាបសួរម៉ែល្អហើយកូនមើលគេតនុយស្លៀកពាក់ស្អាតបានរៀបចំទៅរៀនឯងជូនកូនឲ្យទៅដល់សាលារៀនណាណែជួកូនឯងខិតខំប្រឹងរៀនសូត្រណាកូនបានម៉ែបានម៉ែមិនអីទេណាអូនណាបងជូនកូនទៅរៀនតែឯងកុំភ្លេចបិទទ្វារបិទប្រអួយណាចាហ្នឹងហើយមិនកូនឯងនិយាយអីកូនបានម៉ែពុកកូននឹងខំរៀនឲ្យមានចំណេះដើម្បីកូនធំឡើងកូនមានចំណេះកូនចេះកូនមានការងារធ្វើពុកម៉ែចាស់ទៅកូននឹងតបស្នងសងគុណពុកម៉ែឲ្យតកូនឡើងឧត្តមទៅចិញ្ចឹមតែប្រពន្ធក៏បានដែរឲ្យបាត់ទៅរៀននៅផ្ទះតាកូនខ្ញុំមិនឆ្លាតចឹងណាជួយធ្វើការម៉ែយើងជួយកាច់ការម៉ែយើងព្រោះកណ្ដែងថ្ងៃសិលផងខ្លាចគាត់មកវិញគាត់កុំឲ្យគាត់ហត់បងឯងអ្នកកាននេះខ្ញុំអ្នកចាហើយអាចក់នេះឡាកូនហើយមើលថ្ងៃកំពុះមេឃទៅរៀនទៅអីគួយទឹកកូនឲ្យមកចាក់អីអាហ្នឹងម៉ែអីបងខឹងអញទៀតឲ្យបាយនៅកូននៅពុកបាយនៅកូនស្រីនៅខេឈប់អីកូនដល់មកទៅរៀនទៅសូត្រម៉ែឯងមកនឹងថាអញនឹងអត់ចេះមើលកូនទៀតអើយហើយថ្ងៃហ្នឹងទៅរៀនឲ្យតែល្អជាប់លេខ1ខែហ្នឹងមានគាត់តិចកង់ឲ្យមួយម្នាក់ម៉ែឯងឲ្យកូនមកធ្វើអីហ្នឹងមិនឯងបដៅឲ្យកូនមកចាក់ការចាក់អីចឹងចុះបំមុតដៃកូនមិនទៅគេថាខឹងអញកូនមកឯងនេះនៅផ្ទះចេះមើលកូនមកកូនដោយស្អីមិនបដៅទេកូនវាជំនួសការងារឯងខ្ញុំថាកុំធ្វើដល់ម៉ោងឲ្យទៅរៀនទៅ
នេះហាក់គឺជាការងាររបស់ម៉ែទេកូនកូនឯងមិនចាំធ្វើទេបាត់តនេណានាំគ្នាទៅរៀនវិញល្អជាងណាកូនណាចាកូនសម្លាញ់របស់ម៉ែស្រឡាញ់កូនឯងម៉ែយកកូនឯងមកចិញ្ចឹមម៉ែមិនមែនឲ្យកូនឯងមកធ្វើការទេខំប្រឹងតែរៀនខំប្រឹងតែឲ្យតែខ្លួនឯងបញ្ញាទៅវាល្អហើយណែម៉ែមកពីផ្សារម៉ែទិញនំផ្ញើកូនឯងម្នាក់មួយណាកូននេះអរគុណម៉ែមិនកូនប៉ាម៉ាក់ខ្ញុំអរគុណអរគុណម៉ាក់ប៉ាឯងម៉ាក់ឯងមិនមែនជាប៉ាម៉ាក់របស់ខ្ញុំបង្កើតឲ្យដោយប៉ុន្តែម៉ាក់ឯងប៉ាឯងខំចិញ្ចឹមបីបាច់ខ្ញុំដូចកូនបង្កើតរបស់ម៉ាក់ឯងចឹងម៉ាក់ឯងឲ្យខ្ញុំទៅរៀនសូត្រម៉ាក់ឯងអត់ឲ្យខ្ញុំទៅធ្វើការធ្ងន់ទេកូនមិនអីទេកូនគិតអីម៉ែបង្កើតមិនបង្កើតអីចាំបង្កើតអីប៉ាម៉ាក់ឡាច់ដូចកូនបង្កើតម៉ែបង្កើតហើយមិនចក់កូនបាទពុកខ្ញុំសំណាងណាស់ដែលអ្នកទាំងពីរបានចិញ្ចឹមបីបាច់ថែរក្សាខ្ញុំតាំងពីតូចក្រូចឆ្មារហូតដល់ខ្ញុំធំពេញវ័យប៉ុណ្ណេះខ្ញុំសូមតបស្នងសងគុណដល់មិនអីទេកូននេះគឺជាភារកិច្ចរបស់ម៉ែអីទេកូនកូនឯងខំប្រឹងតែរៀនដើម្បីអនាគតថ្ងៃមុខណាកូនណាទៅមួយទឹកមួយខុកអីទៅរៀននាំប្អូនរៀនពុកម៉ែខ្ញុំដើរតាមផ្លូវគៀនកូនណាមើលប្អូនមើលអីស្រួលបងណាអីអើយខ្ញុំមកសប្បាយចិត្តណាស់ទោះបីយើងណាមិនសូវជាមានជីវភាពដូចថាខ្ពស់ដូចគេមែនប៉ុន្តែយើងដូចថាមានសេចក្តីសុខទោះបីក្មេងទាំងពីរហ្នឹងមិនមែនជាកូនយើងបង្កើតក៏ដោយតែខ្ញុំស្រឡាញ់ណាបងកុំគិតមិនបង្កើតឲ្យតែយកមកចំស្រឡាញ់វាថែសារវាដូរកូនបង្កើតចឹងកុំគិតនឹកឃើញរឿងកូននឹកកូនយើងដែលស្លាប់ទៅណាបងឯងហើយអាណាមិនអាណិតអាណាមិនស្រឡាញ់កូនមកវាស្លាប់ទៅហើយគិតម៉េចខ្ញុំមិនគិតមិនទេកូនដែលនៅរាល់ថ្ងៃនេះខ្ញុំស្រឡាញ់ដែរស្រឡាញ់កូនទៅបង្កើតទៅកុំបាបង្កើតចឹងតែខ្ញុំចង់បានមួយទៀតហាចង់មួយទៀតមកឯងណាអូអើយពូម៉ាអូយឯងហូបបលឹងអើយៀបសួរហ៎ៀបសួរម៉ែតំាញ់លឺមេក្រូអែបផ្ទះប៊ុំអីស្មានតែប៊ុំអីទៅបាត់ហើយសំកាទៀនលបងជាប់ផ្ទះនេះអើឯងប្រឹងតែឲ្យម៉ែវាទិញក្តារ4ណាគេមកឲ្យបលឹងប្តីខ្ញុំអើយសុខសប្បាយមកលេងផ្ទះខ្ញុំហ្នឹងអាយសុខសប្បាយៀបសួរបងហើយទៅណាមកនឹងដែរសុំនិយាយមួយនិយាយតយតែស្លេកតិចមកដែរមកឯងគាត់មានការនិយាយគ្នាហើយមានការអីកូនទៅស្លេកអីតនេទេតនេអីទៅរៀនមកទៅរៀនមករៀនជួយធ្វើម្ដងខ្ញុំមួយខែណែបិទប្រវេណាខ្វះកម្មករជួយបានលុយចូលគ្រួសារដែរតើអត់ប្រយោជន៍អីហ្នឹងខ្ញុំអត់ចង់ស្ដាប់ទេកូនខ្ញុំកំពុងតែវ័យសិក្សាណាមិនគួរមកនិយាយចឹងឯង No តែចាញ់កុំមកនិយាយភាសាហ្នឹងឯងភ្លេចនឹកឃើញរឿងអីបងឯងពីរនាក់ហ្នឹងមិនចំកម្មាកំព្រាមិនកម្មាព្រាទេកូនខ្ញុំបកកើតដល់ហើយប៉ុន្មានកូនយើងបកកើតណាឥឡូវកូនខ្ញុំវាលឺឲ្យទៅធ្វើសំណង់មួយខ្ញុំមួយថ្ងៃបាន7000ដែរចំណូលចូលផ្ទះដែរតើខ្ញុំពោះខ្វះកម្មករទេលបងពាក់មីឯងហ្នឹងអត់ចេះមានគំនិតដូចថាថែរក្សាក្មេងលបងពាក់មីឯងតែមានកូនទេអូកូនខ្ញុំរៀបអត់ដូចផ្ទះអញ្ចឹងតើបានលបងពាក់មីឯងហ្នឹងមិនយល់ពីក្តីស្រឡាញ់កូនស្រឡាញ់ក្មេងនេះយ៉ាងម៉េចយកក្មេងប៉ុណ្្នឹងយកទៅរៀបអត់យកទៅធ្វើការងារធ្ងន់លបងពាក់មីដឹងហ៎កុំប្រើភាសាថាក្មេងកំព្រាអញ្ចឹងក្មេងទាំងអស់នោះគឺខ្ញុំយកមកថែរក្សាយកមកអញ្ចឹងដោយកូនខ្ញុំបកកើតគឺកូនខ្ញុំបកកើតត្រូវហើយថ្ងៃមុខថ្ងៃក្រោយមកផ្ទះខ្ញុំអត់មានត្រូវមកនិយាយកូនកំព្រាកូនអីយកកូនខ្ញុំរៀបអត់ខ្ញុំមិនលក់កូនស៊ីមិនប្រើកូនអាយុ3 10រៀបអត់ដូចពាក់មីឯងទេលបងពាក់មីឯងណាយកក្មេងមកឲ្យរកស៊ីដើម្បីចិញ្ចឹមខ្លួនឯងធ្វើអញ្ចឹងសមដែរចេញតែចេញឲ្យឆ្ងាយពីផ្ទះខ្ញុំហ្នឹងមិនស្អីពួកនេះបាក់បដៅហីវ៉ៃចេញលោកកោះឯងប្រពន្ធតាមាសធំជាងខ្ញុំផ្ទះ3 4ក៏ភ្លៀងឲ្យជ្រុះណែលោកអូនឯងអញ្ចឹងលោកហើយដូចជាមិនដឹងអីសោះហ្មងណាវាមិនសមបើឯងមើលរស់ស៊ីកម្លាំងញើឈាមកូនអាយុ3 10ឆ្នាំឲ្យរៀបអត់រៀបអីហួចដើរប្រមូលកូនគេទៅធ្វើការកូនគេបានបើកូនខ្ញុំកូនលបងឯងគឺថាឲ្យរៀនក្មេងតែដឹងពងពេញរៀនណាអ្នកប៊ុំឯងខ្ញុំឯងធ្វើយ៉ាងត្រឹមត្រូវហើយមិនថាកូនគេកូនឯងសូម្បីតែកូនសាច់ដតីប៊ុំឯងស្រឡាញ់ដូចកូនបកើតណាហ្នឹងហើយល្អណាស់ប៊ុំណែខ្ញុំមកនិយាយអញ្ចឹងអាណិតកូនពាក់មីណាស់អូយលោកមួយថ្ងៃធ្វើការមិនដែលបានទៅរៀនទេខ្ញុំអាណិតណាយើងអាណិតចេះរត់តែគេមានឪមានម៉ែគេកុំទៅខ្វល់ឥឡូវមិនបាច់ទេណាប៊ុំអាលាណាបាទជើញម៉ែវាតាមវាស្នាវាទៅឯងអូទៅប្រហើយចក្រានបាយអងផ
ផុតទៅ10ឆ្នាំកន្លងផុតទៅផឹកហើយផឹកទៀតផឹកហើយផឹកទៀតផឹកដើម្បីស្រវឹងផឹកដើម្បីជំនួសបងប្អូនផឹកដើម្បីបំភ្លេចឪពុកផឹកឲ្យសបាយខ្លាយជាទុក្ខផឹកស្រវឹងវាយគេបែកមុខដីគុក3ខែគ្មានអ្នកណាម្នាក់ដឹងពីជំរឿចិត្តខ្ញុំទេថាខ្ញុំឈឺចាប់ប៉ុណ្ណាកើតទៅលៀមម៉ែស្លាប់ចោលសូម្បីតែទឹកដោះដំបងក៏មិនបានមំដែររស់នៅជាមួយឪពុករងទុក្ខវេទនាសុំគាត់ទៅរៀនគាត់មិនឲ្យទៅគាត់ឲ្យខ្ញុំនៅរៀបអាត់ឲ្យនៅលីសំងប្រើជេរបចោវាយខ្ញុំជន់កលៀនបាតថ្ងៃណាគាត់ខឹងខ្លាំងឲ្យខ្ញុំរត់ស្រាតាមឡានឯណាទៅឋានសួគ៌ចង់បាញ់ឈុំផ្អកវេលាចង់ទៀងពេលឲ្យខ្លីចង់អង្វរមេដីសូមលោកគុំវិលចង់ចងដៃពុកឲ្យជួមខាត់ពងគុំរំកើបើចាំមើលទៅថ្ងៃក្រោយគាត់បានអីវាយទៀតឈប់យំទៅជូតទឹកភ្នែកទៅកូនគុំទុនតឹងរឿងឪវាយខ្លាំងពេកចើមកូនបាទពុកឲ្យពកសុំទោសកំហុសគ្រប់យ៉ាងមកពីរូបពុកពុកអង្គុយចុះម្ចាស់បេះដូងផែនដីធំទូលាយណាស់ហេតុអីក៏ឪពុកកូនយើងនៅជួបគ្នាទៀតពុកមកនេះមិនមែនមកវាយឯងឲ្យរៀបអិតទៀតទេពុកចង់ប្រាប់ឯងថាពុកដកខ្លួនចេញពីពិភពគុណហើយពុកមកនេះគាត់តែចង់សុំឯងប្រព័ន្ធស៊ីបបរព្រឹកតែប៉ុណ្ណោះសុំទោសពុកឥឡូវពុកកាន់តែចាស់ឯខ្ញុំកាន់តែធំដូចសុភាសិតបានពោលថាសក់អាណាក្បាលអានឹងល្អណាស់កូនប្រុសពុករងចាំពាក្យនេះជាង20ឆ្នាំហើយកូនប្រុសបាទពុកសុំមើលមុខឯងជាលើកចុងក្រោយសូរិយាចែងចាំងពពកបាំងបិទមេឃខ្មៅងងឹតភ្លៀងលិចភ្លឺស្រែកង្កែបស្រែកយំនៅម្ដុំភ្នោម៉ែស្រអែមមានស្នេហ៍គេងលើផ្លូវបងស្លឹកឈើរេរាំកញ្ច្រំមុខផ្ទះអញបបោហត់ណាស់ចង់កាប់ដើមចោលម៉ែឯងស្លាប់ទៅនៅតែស្រមោលចង់កាប់ដើមចោលទុកធ្វើអស់ដុតល្អហើយពុកពិតជាមនុស្សចង្រៃមែនល្អណាស់កូនប្រុសមួយម៉ាត់នេះពុកនឹងទុកក្នុង memory ពុកជារៀងរហូតពុកនឹងកូនប្រៀបបីដូចជាលលោកឈ្មោលហើយនឹងលលោកឈ្មោលដែលកំពុងតែបូលរកគ្រាប់ទីពីមពុកគ្មានការជួបណាដែលថាមិនបែកគ្នាទេ
កូនប្រុស បាទពុកកូនសុំលាកូនទៅនៅឆ្ងាយហើយពុកលាហើយម្ចាស់បេះដូងកូនទៅចុះព្រោះពុកនេះគ្មានអ្វីគ្រប់យ៉ាងឲ្យកូនពីគេនោះនេះហើយមកពីខ្ញុំមិនឲ្យកូនរៀនសូត្រអើយអូយមិនបើកជិត80ឆ្នាំឯងចាតាំងពីកូនជាប់ដុកទ័រទៅឯងវាលែងឈឺអាលីងទៅណាប៉ុន្តែឥឡូវនេះភ្នែកក៏កាន់តែព្រិលឯងអើយហើយមើលទៅកូននោះអូយឥឡូវនេះគេស្អាតបាតគេខ្លាចតែជាដុកទ័រណាខ្ញុំស្រឡាញ់កូនខ្ញុំណាស់ឯងហើយគេចេះគេដឹងណាឯងដោយសារការយើងគិតត្រូវមកជំហានចុងក្រោយនេះចាអូនេះសួរអ្នកម៉ែល្អហើយកូនណាស់កូនអូអាច័រទៅនេះឯកស្ថានចឹងទៅអាពុកសបាយចិត្តចង់ដាច់ខ្យល់កូនសបាយចិត្តដល់ថ្នាក់ហ្នឹងពេកពុកវារំភើបដល់កូនខ្លាយទៅជាអ្នកដុកទ័រចឹងទៅម៉ែនេះឥឡូវជំងឺទាំងបានជាអស់អាលីងឆាញ់ហ្មងកូនឥឡូវណាកូនកំពុងតែទិញផ្លែឈើនំចំណីទុកឲ្យពុកវិសានៅខាងក្រោយណោះអូខេពុកមិនបាច់ភ័យទេទោះបីជាពុកមានរោគអីដល់កូនឃ្លីនចេញទៅអស់ឃ្លីនហ្នឹងមិនកូនអីគេឃ្លីនហ្នឹងកូនពុកអាចចេះអង់គ្លេសមិនបាច់សួរទេចឹងកូនក៏អត់សូវយល់ដែរចឹងអើយប្រពៃណាស់កូនណាបាទហ្នឹងហើយដែលកូនមានជំនាញមួយជួយដល់សង្គមណាកូនណែកូនមកថ្ងៃនេះចង់អញ្ជើញពុកនិងម៉ែទៅលេងទៅអមប៊ុំអូទាំងប៊ុំហ៎ខ្ញុំម៉ាក់ខ្ញុំម៉ែវាបាទល្អណាស់កូនចឹងទៅហ្មងបាទតែខ្ញុំបែកពីពួកម៉ាក់ខ្ញុំយូរដែរចឹងហ៎បាទឲ្យពួកម៉ាក់កូនពួកម៉ាក់ល្អដែរតាតានាំគ្នាទៅលេងតាបាទខ្ញុំជួយកាន់ពុកល្អកូនគេពីទូចគេឲ្យរៀនឲ្យសូត្រធំឡើងគេសិតដុកទ័រគេជួយគ្រួសារគេជួយពុកម៉ែគេជួយសង្គមកូនឯងនឹងសិតតាមហាលោតផ្លោះសិតតែជើងកត្រេះហោះសិតតែពួកអផឹកបដាជីវិតប៉ុន្តែពួក3នាក់នេះនិយាយមិនអត់ឃើញខ្ញុំអង្គុយមុខទេឬមួយក៏គេនិយាយគ្នាអត់បើកភ្នែកទៅតាមដានមើលគេដើរសັດផ្សែងត្រែងហ្នឹងទៅដល់ណាដេកហ្នឹងទៅជ័យវាអូនណាជ័យបដិជ្ជគុណទេសរឿងកូនអកតញ្ញូព្រឹកមិញនៅវត្តអកតញ្ញូល្អណាស់ឯងមិនអកតញ្ញូទេតាវាផងកតញ្ញូហ្នឹងហើយឯងស្ដាប់ប៉ះចំលោកទេសនាពាក្យថាអកតញ្ញូខ្ញុំលោកសូត្រកម្មមេទេគាត់តែព្រោះណាកូនវិញឯងជំរាបសួរអាទីកូនពុកហើយស្អាតថ្ងៃនេះអានីឡាវាស្តៀងអ៊ីតមួយពួកម៉ាក់ឯងពីក្មេងនោះស្តៀងគេអ៊ីតពួកម៉ាក់ខ្ញុំណាឯងស្អីទេម៉ែលាកប្រាក់ខែកូនជូនម៉ែឲ្យនឹងពុកជាកិច្ចតបស្នងសុំគុណតែពុកម៉ែខំចាំម៉ែបាច់ថែសាទរពុកម៉ែចាក់ហូវាចិត្តស្លាប់បាក់ឥឡូវណាឯងកូនខ្ញុំស្រីនេះក៏មិនណយដែរឡើងជាវិស្វករហើយណាឯងម៉ែកូនណាការងារវាមិនហើយនាងអត់អីទេការងាររលូនឡោណាស់មើលក្មេងម៉ាណាកូនបាទអត់អីទេណែកូនណាម៉ែពុកចឹងកូនឯងពិតជាបឋមបំផុតចាមើលជុំនេះល្អម៉ែពុកណានេះអាចួណាជួមុខស្តៀងអាក្រូចពួកម៉ាក់ខ្ញុំម្លេះអូពួកម៉ាក់យើនឹកឯងហ្នឹងវិញណែ
ខ្ញុំនាំពុកនឹងម៉ែខ្ញុំណាអូនិយាយទៅថាពុកម៉ែឯងមានជំនាញខាងសិល្បៈច្រើនណាមានអីពុកម៉ាក់ឥឡូវខ្ញុំចង់ឲ្យពុកម៉ែខ្ញុំសួរលោកអង្គបាទស្ដាប់ពុកម៉ែឯងបរិយាយតិចមើលអូជំនាញចំបៃហ៎ហ្នឹងហើយចង់អូមិនអីទេខ្ញុំជំនាញដែរហ្នឹងណាទៅយកមកខ្ញុំតិចពុកម៉ាក់ចាំតិចនេះឮតែកូនចេះចំបៃតែបានស្ដាប់តែបានរៀងឯងមកចឹងវាអៀនអីចាំពុកវានេះកូនខ្ញុំច្រៀងចំបៃបរោះណាស់អ្នកអើយអង្គុយលេងសត្វតាអ្នកទៅពុកម៉ាថ្មិចបើក50 60 70ឆ្នាំអត់ទៅងាប់75ហើយ75ហើយចាំទៅបន្តបន្ទុយនេះហ្មងទៅអត់ទេបងទៅមុនទៅងាយទេចឹងលោកអង្គចាំស្ដាប់ខ្ញុំណាលោកអង្គហើយពុកម៉ាក់ចាំស្ដាប់គ្នាចាក់កូនដាក់បត់ណានលងលួចទៅចូលអូមិនអីទេពុកចាំស្ដាប់ចុះសិល្បៈខ្មែរចាំស្ដាប់បងណាបងអូនដាក់បត់បង្ខំចិត្តបែកមួយទៅចាំស្ដាប់កុំមើលស្ងៀមមើលក្របើតែមានស្រាក្រហមហ្នឹងសួស្ដីមេត្រីភាពពេមុននឹងជម្រាបខ្ញុំសូមគោរពអីទេបន្ទន់កាយាហត្ថាប្រសពគុំរៀមទាំង10អោនសេរស័យល្អជាបឋមសូមគោរពលោកឪពុកអ្នកម្ដាយព្រមទាំងអាយអ៊ំប្រុសហើយនិងអ៊ំស្រីកុមារចាំស្ដាប់គ្នាអូកូនរៀបមួយនេះខ្ញុំហងព្រមទាំងលោកមីងលោកអ៊ំនៅជួបជុំចាំមិនស្ដាប់ខ្ញុំបាច់ចេញជ្រុំមិនស្ដាប់ចបៃអើយប្របអានផងមើលវិញចំណែកលោកអ៊ំហើយពាក់មីមកដូចអញីទិញមកពីព្រៃម៉ាយដល់ឥឡូវបើចឹងថ្ងៃនេះសប្បាយខ្លាំងសម្បំណាស់ចពេញនៅក្មេងជើងមិនតាន់នៃចាស់ចេញមកបិសាជាថ្មីបើចឹងលើកវិធានបទមួយគ្រាន់តែជំនួយផ្នែកស្មារតីហ្នឹងលើកទៅមួយបងជំនាញណាពុកម៉ែប្រធានបទបានថ្មីអេតាក់តងទៅនឹងពលកម្មកុមារឈឺចាប់ទៀតហើយព្រះរាជាណាចក្រកម្ពុជាជាព្រះរាជាណាចក្រអច្ឆរិយៈហើយយើងចូលក្នុងគ្នាកសាងព្រះរាជាណាចក្រកម្ពុជាដោយគ្មានពលកម្មលើកុមារ10បន្ទុកកុមារជាតសទ្រូងនៃប្រទេសជាតិទេបងប្អូនញោមញាតិជាទីមេត្រីបើចឹងហើយបងប្អូនណាយពេលមានកូនហើយត្រូវឲ្យកូននឹងសិក្សាពីតូចរៀនស្អីធំឡើងហើយកាលណាឲ្យរៀនដល់សាកលវិទ្យាល័យឃើញឯល្អណាស់ឯងរៀនច្រាក់ចេះយើងផ្ដល់អាហារផ្ដល់ចំណីទំនុកបំរុងរៀងរាល់ថ្ងៃព្រោះកុមារនឹងគឺមានសិទ្ធិមូលដ្ឋានសំខាន់ដល់ទៅ4យ៉ាងខ្ញុំបាទអ្នកចបៃសូមជម្រាបដោយផតាងលើកឡាត់យ៉ាត់យ៉ដោយខ្លីសិទ្ធិទី1គឺរស់រៀនមានជីវិតទេល្អពេកពិតកុមារាទាំងកុមារីសិទ្ធិទី2គឺសិទ្ធិតែចូលរួមក្នុងការអភិវឌ្ឍបានន័យថាទទួលការអប់រំរៀងរាល់ថ្ងៃអត់មានរៀបអត់ទេមួយទៀតដែរគឺសិទ្ធិទទួលការចូលរួមផ្សព្វផ្សាយព័ត៌មាននិងទទួលព័ត៌មានជាប្រចាំថ្ងៃតាក់ទងទៅនឹងការអភិវឌ្ឍការរៀនសូត្រត្រូវហើយបងតកែកិច្ចទៅនឹងត្រូវទៅសូត្ររូតលើកនេះឡាត់កាត់យកទៅខ្លីមានអង្គការជាច្រើនជាពិសេសអង្គការ ILO International Labour Organization រៀនច្រើនចេះណាស់ព្រោះណានេះគឺជាអង្គការពលកម្មអន្តរជាតិទេយកចិត្តទុកដាក់ចំពោះកុមារាកុមារីជាពិសេសប្រមុខរាជរដ្ឋាភិបាលល្អតកាលពុនពេកក្រៃមានសម្ដេចអគ្គមហាសេនាបតីជាប្រមុខព្រមទាំងលោកជំទាវកិតិព្រឹទ្ធបណ្ឌិតដ៏ប្រពៃយ៉ាងល្អណាស់បងលោកតែងតែយកចិត្តទុកដាក់ការអភិវឌ្ឍផ្សារភ្ជាប់ជាមួយនឹងពលកម្មកុមារណាមិនចង់ឲ្យយើងទាំងប្រុសស្រី
ជាពិសេសកាយអ៊ំប្រុសហើយនិងអ៊ំស្រីពេលមានបុត្រាឬក៏បុត្រីកុំឲ្យក្មេងទាំងទៅរលុយធ្វើពលកម្មធ្ងន់ធ្ងរដូចជាទៅអស់រទេសទៅកាប់ឈើពេញទឹកពេញដីឬក៏ឲ្យការងារណាដែលធ្ងន់ធ្ងរកុំប្រើកុមារាកុមារីដូចជាការងារសំណង់អញ្ចឹងឯងឬក៏ការងារអស់រទេសការងារសំណង់ហ្នឹងវាមិនត្រូវទេព្រោះកុមារនៅកម្លាំងងាយខ្សោយណាស់គេវាប៉ះពាល់ការរីកធំធាត់ប្រចាំថ្ងៃវាប៉ះពាល់តាំងពីផ្លូវកាយផ្លូវអារម្មណ៍ត្រូវហើយកូនត្រូវហើយអ្នកបើចឹងឯងខេត្តកំពតជាខេត្តគំរូមួយបើជាពលរដ្ឋនៅខេត្តកំពតបានសន្យាថានឹងលុបបំបាត់ពលកម្មលើកុមារនៅក្នុងឆ្នាំ2011ព្រមទាំងប្រជាពលរដ្ឋនិងអាជ្ញាធរនៅខាងខេត្តបន្ទាយមានជ័យហើយឃើញកុមារអស់រទេសច្រើនណាស់ដែរក៏ប៉ុន្តែសន្យាថាបញ្ឈប់ហើយក្នុងឆ្នាំ2012អូចាបាទបាទប្រមុខរដ្ឋាភិបាលដល់ល្អមានលោកជំទាវកតេព្រឹទ្ធបណ្ឌិតដល់ប្រពៃញ៉ែបើសិនជាមានមេត្តាមេត្តាភាពសម្រាប់មេត្តាភាពឬក៏ដឹងតែខ្លួននឹងមានកោឲ្យផ្ទុកមេរោគអេដចាទៅពីគ្រូជាមួយគ្រូពេទ្យនៅតាមមន្ទីរសុខាភិបាលដល់ល្អតកាលដល់ប្រពៃពីគ្រូកាយកាលណារក្សាការសម្ងាត់មិនឲ្យលេចលឺអ្វីអើល្អណាស់បងអាចការពីឲ្យទីរូបកើតមកមិនណាឆ្លងមេរោគអេដពីម្ដាយអីនេះជារឿងមួយដ៏ត្រឹមត្រូវស្ដាប់ទឹកនោះស្ដាប់បកម្យ៉ាងវិញទៀតទុកលំបាករបស់កុមារកំព្រាកុមារពិការព្រមទាំងស្ត្រីមានផ្ទៃពោះគឺជាទុកលំបាករបស់សម្ដេចអគ្គមហាសេនាបតីដេជោព្រមទាំងលោកជំទាវដើម្បីឆ្លើយតបសម្ដេចខំប្រឹងកសាងស្ថាបនាសាលានឹងរាប់ម៉ឺនខ្នងមានតាំងពីសាលាបឋមសាលាអនុវិទ្យាល័យរហូតដល់វិទ្យាល័យសាកលវិទ្យាល័យព្រមទាំងមន្ទីរពេទ្យវត្តអារាមច្រើនអស្ចារ្យដើម្បីអនាគតកុមារាកុមារីបើអញ្ចឹងហើយខ្ញុំបែរសង្ខេបយកដោយខ្លីៗអុយក្រសួងដែលបានជួយសពថ្ងៃនេះឃើញថាមានក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជនមានក្រសួងអប់រំព្រមទាំងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈព្រមទាំងក្រសួងមហាផ្ទៃល្អប្រពៃណាស់ម្ចាស់ថ្លៃយកចិត្តតាយទុកដាក់ដល់កុមារាកុមារីបើចឹងខ្ញុំសង្ខេបយកដោយខ្លីៗសន្តានជាទីមេត្រីបើមានខុសខាតមិនស្អាតត្រង់កន្លែងណាសូមទានមេត្តាលោកអធិស្ឋានល្អឲ្យកូនតម្រៃជើង4គង់តែមានផ្លត់តែផ្លាច់ចេះស្ទល់គង់តែមានភ្លេចចេះគេច្រើនចេះគេតិចកិច្ចតែនឹងសុំញាតមេត្តាប្រណីបើអស់លោកអន់ចិត្តនឹងខ្ញុំតតែកមុំឈប់យកប្តីយ៉ាងកូនម្ដាយហើយទៀតអូកូនជ្រៀងបរុហេតុនេះនៅតែបងបោយដាក់អ្នកជបៃរឿងអីអ្នកលេងសំដីគង់តែខុសចង់មកចាប់លោកអងម៉ាពួកម៉ាខ្ញុំហងតែបងកូនឯងរៀមទាំង10គោរពជូនពរសណ្ដានអស់លោកកាយនិងលោកស្រីព្រមទាំងបងពាក់មីមិនបាច់ចោលទេបងប្រុសបងឯងកុំតន់កុំតោះមកធ្វើមុខកុំមកអើប្អូនហើយប្អូនបងសូមជ្រៀងផងថាបានតែអីចាអត់ធ្វើមុខឲ្យស្អុយអញ្ចឹងប្រហែលជាអត់ពីម្សិលមួយថ្ងៃសុំប៉ុណ្ណឹងបើមិនឲ្យជ្រៀងទេទឹកកលេឡើយឲ្យដងចំបៃបើចឹងដល់យោនាទីខ្លីពុកម៉ែអើយព្រមទាំងប្អូនស្រីព្រមទាំងពួកម៉ាអ៊ំប្រុសហើយនិងអ៊ំស្រីខ្ញុំបាទមកអ្នកច្រៀងជបៃបញ្ចប់សេចក្តីខ្លីប៉ុណ្ណឹងហើយអូយប៉ុណ្ណឹងវាល្អហើយដល់តែកូនខ្ញុំបកកាយចារស់តែក្មួយអើយកូនខ្ញុំឲ្យរៀនច្រើនពុំអើយចេះចឹងបាទរឿងកំ plei ខ្លីសន្មតទៅចប់រកកំណត់ក៏ឆ្កល់ក៏សូមមេត្តាខន្តីអភ័យ